ថ្ងៃនេះជាថ្ងៃដំបូងរបស់ខ្ញុំចូលធ្វើការខ្ញុំចង់ធ្វើខ្លួនទាបមិនចង់ឲ្យគេដឹងអ្វីទាំងអស់ចំពោះអាហារសម្លៀកបំពាក់ការរស់នៅខ្ញុំមិនអាចមានទំនាក់ទំនងជាមួយលេខ17ឡើយអូខេអ្នកនៅសល់អ្វីទៀតទេហឺមេសក៏គ្រាន់តែជារបស់ធម្មតាខ្ញុំទិញផ្ទះតូចមួយជិតក្រុមហ៊ុនអ្នកមានទំហំប្រហែល200ម៉ែត្រការ៉េសម្រាប់ឲ្យអ្នកសម្រាកថ្ងៃត្រង់មិនមែនយើងបានព្រមគ្នាហើយទេថាត្រូវរក្សាភាពសាមញ្ញអីយ៉ានេះមិនមែនឡាន Rolls-Royce ទេហឺមេសក៏គ្រាន់តែជារបស់ធម្មតាប៉ុណ្ណោះខ្ញុំគិតថាទោះបីជាក្រីក្រប៉ុណ្ណាក៏មិនអាចក្រីក្រជាងនេះបានទេអ្នកទាំងអស់គ្នាកុំទៅនិយាយបែបនេះក្រៅណាប្រយ័ត្នគេវាយនរណាអាចវាយប្រធានក្រុមហ៊ុនយើងបានគ្រប់គ្រាន់ហើយអ្នកទាំងអស់គ្នាទៅជាមួយគាត់ទៅខ្ញុំទៅធ្វើការហើយខ្ញុំមិនចង់ឲ្យគេដឹងថាខ្ញុំមានទំនាក់ទំនងជាមួយលោកស្រីបាយស៊ុយលីនដែលជាម្ចាស់ក្រុមហ៊ុនទេខ្ញុំទៅដោយខ្លួនឯងអូអ្នកក៏ធ្វើការនៅក្រុមហ៊ុននេះដែរមែនហើយខ្ញុំឈ្មោះអ៊ីងកុំបារម្ភទៅចុះអ្នកពីរអ្នកថ្ងៃដំបូងមកធ្វើការយឺតហើយនឹងត្រូវកាត់ប្រាក់រង្វាន់ក្រុមហ៊ុនកំណត់ម៉ោង10ម៉ោងប៉ុន្តែឥឡូវនៅសល់2នាទីទៀតទើបដល់10ម៉ោងតែអ្នកគ្រប់គ្រងនិយាយថាត្រូវមកមុនពាក់កណ្ដាលម៉ោងសម្រាប់ប្រជុំព្រឹកខ្ញុំមិនមែនជាមនុស្សសំខាន់អីទេការងារក៏ហត់ហើយត្រូវមកមុនទៀតឬអ្នកនិយាយបែបនេះជាមួយអ្នកគ្រប់គ្រងបានយ៉ាងដូចម្ដេចមុខមាត់កើតចេញពីចិត្តអ្នកឲ្យខ្ញុំប្រាក់ខែ3000យួនខ្ញុំក៏បង្ហាញមុខ3000យួនដែរបើគ្មានអ្វីទៀតការប្រជុំនេះយើងនឹងអ៊ីងមិនចូលរួមទេអ្នកចង់ប្រឆាំងនឹងការងារមែនទេអ៊ីចឹងខ្ញុំនឹងបង្រៀនអ្នកឲ្យដឹងមិនគិតថាថ្ងៃដំបូងនឹងជួបមិត្តចាស់សំណួរឆាប់ឆ្លើយតារាប្រុសដែលអ្នកចូលចិត្តជាងគេគឺនរណាតោះនិយាយពេលតែមួយតារាស្រីដែលអ្នកចូលចិត្តជាងគេគឺនរណាក្រោយមកការងាររបស់យើងនឹងមានសង្ឃឹមផ្នែករបស់យើងត្រូវជ្រើសបុគ្គលិកម្នាក់ទៅទីក្រុងថ្មីនេះគឺបញ្ជីអូច្បាស់ណាស់គាត់ចង់បញ្ជូនខ្ញុំទៅមែនទេគឺអ្នកអ្វីនេះជាការងារដំបូងរបស់ខ្ញុំនឹងការពារមិត្តរបស់ខ្ញុំឈប់នៅទីនោះការផ្លាស់ប្ដូរនេះបានគិតគូរយ៉ាងល្អតើគិតដោយនរណាដោយខួរក្បាលអ្នកឬផែនការអាចនិយាយបានប៉ុន្តែការងារពិតត្រូវការសមត្ថភាពប្រសិនបើអ្នកចង់បង្ហាញខ្លួននោះបង្ហាញសមត្ថភាពមកពេលនេះលោកស៊ូត្រូវមើលផែនការផលិតផលថ្មីប្រសិនបើអ្នកធ្វើបានល្អទើបមានសិទ្ធិនិយាយយល់ព្រមអ្នកត្រូវរក្សាសម្ដីរបស់អ្នកលោកស៊ូមានឈ្មោះថារឹងរ៉ៃប្រសិនបើមិនបានល្អអ្នកនឹងត្រូវបណ្តេញចេញចុងក្រោយយប់មួយបានធ្វើរបាយការណ៍រួចហើយសូមទោសដែលធ្វើឲ្យអ្នកត្រូវធ្វើការយប់ជាមួយខ្ញុំមិនអីទេយើងលាងមុខហើយលាបក្រែមមិត្តល្អមិនចែកគ្នាបើអ្នកត្រូវផ្លាស់ទីខ្ញុំនឹងមិនសប្បាយក្នុងការងារទេថ្ងៃស្អែកយើងត្រូវធ្វើបទបង្ហាញយើងស្នើឲ្យជ្រើសតារាស្រីដែលមានគុណភាពជាតំណាងម៉ាកដើម្បីបង្ហាញសម្រស់បែបអាស៊ីនិងកម្លាំងទៅយុវវ័យខ្ញុំយល់ព្រមគោលបំណងរបស់ម៉ាកយើងគឺជួយស្ត្រីអាស៊ីរក្សាយុវវ័យអីចឹងអនុវត្តតាមផែនការនេះអរគុណលោកស៊ូអបអរសាទរអ៊ីងអ្នកមិនត្រូវទៅទៀតទេខ្ញុំបានរៀបចំខេកហើយគិតថាជាពិធីលាហើយតំណែងល្អផែនការយើងត្រូវបានអនុម័តអ្នកមិនអាចផ្លាស់ប្ដូរគាត់បានទេខ្ញុំជាអ្នកគ្រប់គ្រងអំណាចធំជាងគេអូអំណាចឈ្នះណាស់ណាប៉ុន្តែអ្នកត្រូវបានបណ្តេញចេញព្រោះអ្នកធ្វើអំពើអយុត្តិធម៌សូមផ្ដល់ឱកាសម្ដងទៀតរងចាំមួយនេះខេកលីឈប់ការងាររបស់អ្នកហាធ្វើបានល្អណាស់អរគុណលោកលីមានន័យថាយ៉ាងម៉េចសិស្សហាត់ការតែងយឺតអ្នកទៅជាមួយគាត់ទៅលោកលីហៅខ្ញុំនេះជាតារាដែលគាត់ចូលចិត្តពេលគាត់ទំនេរអ្នកទៅមើលជាមួយគាត់ដូច្នេះអ្នកជាមនុស្សដែលសមស្របជាមួយខ្ញុំជាងគេ